ตากูแต่วิญญาณเลยวิสัยนาตามเปิดวิสัยนาก็ยังถ่ายแต่วิญญาณนะประเทศเชียดมวยคว้าวิสัยมวยนาก็หมานจังยังก็เลยมือตาวิสัยนาได้จิสักการะพลสำหรับยังวิญญาณคลังคลาชนะปีปอนเพยปรามนั้นโดยหาใบโดยเชียเมียนเรื่องเกาะโควิดช้าในเมียนเรื่องละอนั่นก็แบบดาตึมบางดูได้ปันไตอย่างนาก็ได้เจ้าเชี่ยร่วมมาคราเศรษฐกิจปิภพโลกในแต่มันตอนเมียนเพียบละอภาษาแต่ปิภพโลกมันตอนเมียนละอภาษาเวียนเมียนเวียนด้อยถึงกรรมผู้ที่ยังของได้มันตอนละอภาษาแต่ไว้เตอร์จิการุมปังตกบ่เราเนี่ยในขนมชนะปีปอนมาเพยประมวยดิแต่ไว้ได้ยังเมียนคดีสังคมทากลัวแต่วิญญาณตัวเลยไปใส่นั่งไอเวลอกำลังไม่ได้ยังกูแต่จับได้มั้งบ้างฉันnói nắng bờ sân chỉ dương vậy chỉ tu tư máu dương mệnh vậy ta cua là viญญาณเลยวิสัยนาตามเปิดวิสัยนาก็ยังถ่ายแต่วิญญาณนะประเทศเชียดมวยคว้าวิสัยมวยนาก็หมานจังยังก็เลยมือตาวิสัยนาได้จิสักการะพลสำหรับยังวิญญาณคลังคลาแต่ยังvậyปีมันเนี่ยเอาแต่vậy hưởngวิสัยcho là tốt cái tắc kẹn vọt mình hiên viญญาณวันนั้นวิสัยจะcho là tốt nhưng thời chạy trênจิบพนัยbảo vệ dương cùng bắt đầu từ róm tập lùm nơi than rồi có condo rồi có tè chua tè ấy dương cùng bưng từ lửa năng tầm được này chẳng dương thời chạy trên chiaวิสัยcho là tốt trên chạyพนัยtí mỗi cứ tẹt tông của món sa tẹt tôngอุตสาหกรรมtí pí cho là tốt tẹt tôngกสิกรรมទី3ចលនាទ្រព្យតាក់ទងវិស័យទេសចរទី4ចលនាទ្រព្យតាក់ទងលំនៅឋានទី5តាក់ទងជាមួយនឹងអាគារពាណិជ្ជកម្មធំអញ្ចឹងនៅក្នុង5វិស័យហ្នឹងខ្ញុំឃើញមានឱកាស3ធំដែលលេចធ្លោដែលបងប្អូនអាចគួរតែពិចារណាចំណុចហ្នឹងចំណុចទី1គឺលេចធ្លោជាងគេឧស្សាហកម្មខ្ញុំឃើញបន្ទាប់ពីកាលមុនពេលដែលលោកត្រាំគាត់សញ្ញាថារីកជាមួយខ្មែរយើងហ្នឹងឃើញអ្នកដែលវិនិយោគមានការបារម្ភច្រើនអ្នកខ្លះថាអូខ្មែរយើងអាចបិទរំចាក់បិទអីចេះចោះតែតបទៅវិញតបពីយើងទទួលបានថារីពិតប្រកបជាមួយទាំងសហរដ្ឋអាមេរិកខ្ញុំឃើញចលនានៃឧស្សាហកម្មហ្នឹងគឺមកច្រើនណាហើយអញ្ចឹងពេលណាយើងនាំគ្នាយកធនធានរបស់យើងហ្នឹងយកទៅវិនិយោគទៅលើផ្នែកឧស្សាហកម្មហ្នឹងសម្រាប់ទទួលនៅការវិនិយោគFDI ពីបរទេសមកគឺជារឿងល្អមួយហើយវាមានតំបន់មកវាតំបន់ណាមួយយើងត្រូវចេះយើងត្រូវចេះវិញ្ញាតំបន់មួយណាដែលជាតំបន់ឧស្សាហកម្មពិតប្រាកដតំបន់មួយណាគេហៅថាតំបន់កសិកម្មតំបន់មួយណាគេហៅថាតំបន់ទេសចរយើងត្រូវវិញ្ញាឲ្យបានច្បាស់យើងចេះវិញ្ញាគឺយើងដាក់ទុនទៅអត់ខុសទេប៉ុន្តែការដាក់ទុនមិនដាក់ទុនទៅលើគោលនយោបាយរបស់រដ្ឋាភិបាលយើងគោលនយោបាយរដ្ឋាភិបាលយើងជំរុញទៅផ្នែកកន្លែងណាយើងគួរតែទៅកន្លែងហ្នឹងជាឧទាហរណ៍ផែនការរដ្ឋាភិបាលរបស់យើងគេហៅថាផែនការខ្សែក្រវ៉ាត់ឧស្សាហកម្មគឺមានន័យថាការដឹកជញ្ជូនរបស់យើងគឺផ្នែកសមុទ្រនៅនិរដីអញ្ចឹងផ្នែកនិរដីយើងមើលផ្លូវគមនាគមន៍របស់យើងមានផ្លូវ41ផ្លូវ51ផ្លូវជាលេខ2ចូលទៅជាលេខ3កំពង់ឆ្នាំងបាត់ដំបងពោធិ៍សាត់អីហ្នឹងគឺជាចលនាស្នែងដូចស្នែងក្របីយើងមើលក្នុងផែនទីដូចស្នែងក្របីអញ្ចឹងឧស្សាហកម្មគឺផ្នែកខាងហ្នឹងហើយមិនមែនជាកសិកម្មទេសម្រាប់ខ្ញុំយល់តែក៏ជាតំបន់ទេសចរធម្មជាតិដែរនៅក្នុងមានមាត់សមុទ្រមានអីវាជាតំបន់ទេសចរដែរអញ្ចឹងផ្នែកខាងហ្នឹងសម្រាប់ខ្ញុំជាស្ថិតនៅក្នុងវិស័យអចន្ទទ្រព្យហ្នឹងដែរខ្ញុំគិតថាឧស្សាហកម្មហើយនឹងទេសចរគួរតែបែកខាងហ្នឹងហើយបើបែកកសិកម្មវិញនោះភូមិភាគឦសានយើងដែលរដ្ឋាភិបាលយើងជាពិសេសសម្ដេចតំដីរបស់យើងកំពុងលើកទឹកចិត្តអ្នកវិនិយោគទុននៅផ្នែកភូមិភាគឦសាននោះមានគាត់អ្នកគ្រីស្ទឹងត្រែងអីហ្នឹងកសិកម្មហើយក៏ជាទេសចរដែរគេហៅទេសចរបែបផែនកសិកម្មកសិឧស្សាហកម្មធម្មជាតិទៅនឹងអេកូទេសចរតែនៅបែកមាត់សមុទ្រគឺទេសចរផ្សេងហើយនៅខាងភូមិភាគមួយទៀតគេហៅថាភូមិភាគខាងជើងយើងមានន័យថាមានបាត់ដំបងមានបៃលិនមានអីហ្នឹងគេហៅថាជាវេរីវប្បកម្មអាហ្នឹងក៏ពាក់ព័ន្ធមួយកសិកម្មហ្នឹងដែរនៅបែកខាងហ្នឹងហើយក៏ទេសចរផ្នែកវេរីវប្បកម្មហ្នឹងនៅខាងហ្នឹងអញ្ចឹងយើងវិនិយោគតយើងបែងចែកច្បាស់ហើយតើយើងគួរវិនិយោគលើចំណុចណាមួយហើយចំណុចណាមួយដែលយើងគួរវិនិយោគអានោះផ្នែកអចលនទ្រព្យអាហ្នឹងយើងវិនិយោគទៅតាមលំដាប់របស់យើងហ្នឹងទៅ
ហើយការចាយវាលុយរបស់យើងទៅផ្នែកហ្នឹងខ្ញុំគិតថាក៏ជួយជាតិដែរពេលណាយើងធ្វើរោងចក្រយើងធ្វើស្អីបានច្រើនអាហ្នឹងហើយឱកាសការងារសម្រាប់ជាពលរដ្ឋយើងបាទ resort ក៏ជាឱកាសការងារសម្រាប់ជាពលរដ្ឋយើងកសិកម្មក៏អញ្ចឹងអា3ហ្នឹងគឺជួយជាតិយើងសម្បើមអញ្ចឹងចេញពីអចលនទ្រព្យយើងទៅវិស័យទេសចរហើយយើងថ្មីនេះយើងទទួលបានព័ត៌មានមួយពីរដ្ឋាភិបាលយើងគឺ free visa ជូនជនជាតិចិន14ថ្ងៃគាត់ចង់ចេញចូលប្រហែលដងក៏បានដែរអត់បញ្ហាអញ្ចឹងយើងកលែងមើលដល់ជនជាតិចិនម្នាក់យើងឲ្យដល់គាត់មកតែ 2% 1% 2% យើងទទួលគាត់ឡើងចង់វិលមុខអញ្ចឹងគោលនយោបាយរបស់រដ្ឋាភិបាលយើងគិតទៅគោលនយោបាយរបស់រដ្ឋាភិបាលយើងគឺវិស័យទេសចរអញ្ចឹងគេហៅថាវិស័យទេសចរជាវិស័យមួយសម្រាប់គេហៅសសរស្តម្ភមួយរបស់រដ្ឋាភិបាលយើងដែរគឺខ្លាំងក្លាអញ្ចឹងយើងត្រូវកលែងវិនិយោគទៅលើវិស័យទេសចរបែបណាយើងត្រូវគិតខ្លួនឯងហើយវិស័យកសិកម្មក៏ជាសសរស្តម្ភមួយសម្រាប់រដ្ឋាភិបាលយើងដែរគឺកសិកម្មគឺជាស្បៀងអាហារយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលយើងយើងធ្វើម៉េចដើម្បីផ្គត់ផ្គង់គេហៅថាជូនប្រទេសជាតិយើងឲ្យបានមុនពេលយើងនាំចេញប៉ុន្តែឥឡូវខ្ញុំគិតថាសម្រាប់ការផ្គត់ផ្គង់ដូចជាមិនពិបាកសម្រាប់ខ្មែរយើងមានលទ្ធភាពនាំចេញច្រើនណាប៉ុន្តែយើងគ្រាន់តែយើងកំពុងរុករកទីផ្សារបន្ថែមអីចឹងហើយយើងពាក់ព័ន្ធជាមួយផ្នែកកម្មន្តស្ថានកម្មន្តសាលធនធានរ៉ែរបស់យើងមានតាំងពីរ៉ែមាសរ៉ែអីផ្សេងសំបែបយ៉ាងហើយយើងនឹងក៏ចង់ធ្វើរោងចក្រចម្រាញ់ប្រេងទៅទៀតហើយចង់អាហ្នឹងសិតតែសក្តានុពលទាំងអស់អញ្ចឹងបើសរុបទៅស្អីក៏យើងអត់អាចចោលបានត្រូវតែធ្វើទាំងព្រមមកគ្រប់វិស័យទាំងអស់មិនមែនថាវិស័យណាមួយយើងគួរចាប់អារម្មណ៍ទាំងអស់បាទប៉ុន្តែចាប់អារម្មណ៍ទៅតាមជំនាញកុំភ្លេចជំនាញយើងធ្វើអីយើងធ្វើហ្នឹងទៅដូចជំនាញលោកសាយអញ្ចឹងសារព័ត៌មានធ្វើសារព័ត៌មានសេដ្ឋកិច្ចហ្នឹងច្បាស់ហ្មងគឺលោកសាយច្បាស់រឿងសេដ្ឋកិច្ចហ្នឹងហ្មងអញ្ចឹងធ្វើអាហ្នឹងគឺក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលយើងដែរហើយខ្ញុំអញ្ចឹងជំនាញខ្ញុំខាងបរិយខ្ញុំធ្វើបរិយខ្ញុំខាងជំនាញខាងផលិតគ្រឿងសំណង់ខ្ញុំធ្វើគ្រឿងសំណង់បាទធ្វើមិនឲ្យល្អគ្រប់គ្រងធនធានមនុស្សឲ្យបានល្អសិតតែជាវិស័យអត្ថិភាពទាំងអស់បាទ